បងប្អូនដែលស្រឡាញ់ម្ទេសមកមើលនេះជាម្ទេសហិរដែលខ្ញុំដាំក្នុងផើងមានម្ទេសច្រើនណាស់ដែលខ្ញុំមិនអាចរើសវាអស់ការដាំវានៅក្នុងទីធ្លាចង្អៀតឬវាមិនជាបញ្ហាទេយកកម្ទេសទុំពីផ្ទះបាយជីកគ្រាប់ពូជសម្រាប់សាបព្រោះនិងបណ្ដោះគ្រាប់ពូជជម្រៅនៃការសាបព្រោះមួយថ្នាំងដៃលុបដីរួចបាញ់ទឹកជារៀងរាល់ថ្ងៃកូនម្ទេសត្រូវបានដុះក្នុងរយៈពេលប្រហែលកន្លះខែដាំទេសដោយមិនទិញដីឬជាអ្វីទេគ្រាន់តែដាក់ជីលាមកសត្វដែលមានចិញ្ចឹមនៅផ្ទះបានហើយបងប្អូនក្នុងបរិមាណសមស្របទៅក្នុងដីល្បាប់ធម្មតាជីធម្មជាតិអាថ៌កំបាំងនៃទិន្នផលម្ទេសខ្ពស់គឺការដាំ2ដងការដាំ2ដងអាចការពារការស្នាក់នៅពួកសត្វល្អិតផ្សេងម្យ៉ាងវិញទៀតត្រូវដាំឲ្យមានគម្លាតពីគ្នាទៅវិញទៅមកនោះនឹងប្រសើរឡើងយ៉ាងខ្លាំងនៅអត្រាផ្លែម្ទេសច្រើនគម្លាតត្រូវទុកយ៉ាងហោចណាស់10 សង់ទីម៉ែត្រពីគ្នាដែលបងប្អូនស្រោចទឹកឲ្យបានហ្មត់ចត់បន្ទាប់ពីដាំលើកទី2រួចស្រោចទឹកជារៀងរាល់2ថ្ងៃម្ដងម្ទេសចូលចិត្តព្រះអាទិត្យដាក់វានៅកន្លែងដែលមានពន្លឺព្រះអាទិត្យដោយផ្ទាល់នៅពេលដែលកូនម្ទេសលូតលាស់លើសពី10 សង់ទីម៉ែត្រវាដល់ពេលត្រូវដាក់ជីហើយជីករណ្ដៅតូចមួយនៅជុំវិញគែមនៃគល់វាកប់10គ្រាប់នៃជីផ្សំឬជីអាចសัตว์ក្នុងពេលតែមួយដាក់ជីម្ដងក្នុងមួយខែម្ទេសអាចប្រមូលផលបានបន្ទាប់ពីដាំបាន2ឬ3ខែការដាំម្ទេសក្នុងផើងគឺងាយស្រួលណាស់គ្រាន់តែស្រោចទឹកនិងដាក់ជីម្ដុំម្កាលមិនចាំបាច់កាត់មែកចំហៀងទេគ្រាន់តែដាក់ជីឲ្យទៀងទាត់ទៅបងប្អូនអាចប្រមូលផលម្ទេសមិនចេះចប់ឡើយម្ទេសក្រហមដាំក្នុងផើងមានសោភ័ណភាពណាស់សប្បាយជាងដាំផ្កាទៅទៀតម្ទេសអាចប្រមូលផលបានច្រើនដាំនៅនីតិរដូវគឺរដូវក្តៅនិងប្រមូលផលរហូតដល់ចុងរដូវស្លឹកឈើជ្រុះឬសំទេសស្រស់នៅពេលណាដែលបងប្អូនចង់បានអ្វីដែលបងប្អូនដាំដោយខ្លួនឯងគឺគ្មានជាតិគីមីទេបើបងប្អូនចូលចិត្តញ៉ាំម្ទេសសូមចូលចិត្តនិងប្រមូលវាហើយរៀនពីរបៀបដាំវាទៅមិនខុសបំណងទេសូមអរគុណ